ជំនាន់ថ្មីបានធ្វើរួចហើយដាក់ទៅតុលាការទីក្រុងឡាអេនៃការប្តឹងផ្ដាល់ក៏ដូចជាតុលាការយុត្តិធម៌ជាតិ ICJ អាហ្នឹងវាជារឿងការងាររបស់រដ្ឋាភិបាលប៉ុន្តែគេសួរវិញចុះបកប្រឆាំងបកក្រៅថាវាធ្វើអីវាយើងមាននៅក្នុងរដ្ឋធម្មនុញ្ញហើយបកប្រឆាំងបកក្រៅថាបានគេធ្វើអីប៉ុន្តែពេលនេះផលប្រយោជន៍ជាតិគឺខ្ញុំអត់និយាយបកណាទេបកជំនាន់ថ្មីបានធ្វើរួចហើយទី1ដាក់ទៅស្ត្រីទី1នៃសហរដ្ឋអាមេរិកប្រពន្ធ Donald Trump ពីរឿងអ្នកទោសទាំង18ដែលត្រូវសៀមចាត់ជាចំណាប់ខ្មាំងទី2ខ្ញុំបានដាក់ទៅអង្គការសហប្រជាជាតិឲ្យដែរទៅលោកអគ្គលេខាធិការពេលដែលខ្ញុំជាអតីតអ្នកទោសនយោបាយត្រូវបានគេហៅទៅរៀងរាល់ឆ្នាំដើម្បីសួរថាតើកម្ពុជានៅមានអ្នកទោសនយោបាយឬក៏អ្នកនយោបាយមានទោសប្រកបទៅដោយយុត្តិធម៌តម្លាភាពត្រឹមត្រូវឬក៏អត់អាហ្នឹងខ្ញុំបានធ្វើដែរហើយទី3ខ្ញុំបានដាក់ទៅ Donald Trump ក្នុងនាមនីតិប្រតិបត្តិនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលខ្ញុំជាជនជាតិអាមេរិកសញ្ជាតិអាមេរិកមិនជនជាតិអាមេរិកជាសញ្ជាតិអាមេរិកខ្មែរអាមេរិកខ្ញុំបានដាក់ដែរហើយពីរឿង S16 ឥឡូវទី4ខ្ញុំបានដាក់ទៅប្រធានគណៈកម្មការកិច្ចការបរទេសកិច្ចការសន្តិសុខជាតិការពារជាតិនៅរដ្ឋសភាដែរហើយក្នុងនាមជាតំណាងរាស្ត្ររបស់ខ្ញុំដើម្បីឲ្យហៅរដ្ឋាភិបាលមកសួរពី S16 លក្ខន្តិកៈកិច្ចព្រមព្រៀងបែបណាលក់អាវុធហើយយកអាវុធនោះឲ្យទៅរំលោភប្រទេសគេអញ្ចឹងទៅអីចឹងអាហ្នឹងវាគេស្ដាប់មិនស្ដាប់ជាកាតព្វកិច្ចពលរដ្ឋសញ្ជាតិអាមេរិកហើយជាពលរដ្ឋខ្មែរដែលគេមករំលោភបំពានប្រទេសខ្ញុំក្នុងនាមប្រទេសស្មើមុខស្មើមាត់នៅក្នុងសមាជិកអង្គការសហប្រជាជាតិទី5ខ្ញុំបានដាក់ទៅក្រុមហ៊ុនគ្រីមយន្តហោះស៊ុយអែតGripen Fighter Jets បាទខ្ញុំបានដាក់ហើយខ្ញុំបានដាក់ទៅរដ្ឋាភិបាលដាក់ក្រសួងការបរទេសដាក់ទៅសភាស៊ុយអែតហើយគេបានឆ្លើយតបហើយកាលពីម្សិលមិញគេថាគេបានទទួលហើយក្រោយពីសហភាពអឺរ៉ុបទូតសហភាពអឺរ៉ុបប្រចាំនៅភ្នំពេញដែលសហការីខ្ញុំយកទៅដាក់គេប្រាប់ថាគេបានទទួលហើយតាមសារអ៊ីមែលហើយស្ថានទូតអាមេរិកក៏គេប្រាប់ថាទៅដល់ White House ដែលខ្ញុំដាក់ទៅ Donald Trump ប្រធានាធិបតីហើយសភាក៏គេបានប្រាប់ហើយថាទៅដល់មាត់ច្រកនៃ Capitol Hill អស់ហើយចឹងអាហ្នឹងខ្ញុំចាប់ភារកិច្ចថាបកក្រៅរដ្ឋាភិបាលដែលជាគូប្រកួតប្រជែងនៃបកប្រជាធិបតេយ្យសេរីភូមិបកគឺចំនួនថ្មីបានធ្វើរួចហើយក្នុងនាមជាប្រជាពលរដ្ឋខ្មែរម្នាក់ខ្ញុំបានដឹងថាអ្វីដែលពលរដ្ឋត្រូវការអ្វីដែលកងទ័ពត្រូវការកងកម្លាំងប្រដាប់អាវុធមន្ត្រីរាជការត្រូវការគឺឯករាជ្យភាពរបស់រដ្ឋាភិបាលបើកចិត្តជាចំហដើម្បីរួបរวมពលរដ្ឋបានរួបរวมហើយនៅអ្នកនយោបាយកុំឲ្យគាត់ធុញទ្រាន់ហើយតែគាត់ធុញទ្រាន់វារងគ្រោះដល់អ្នកចំនួនថ្មីអ្នកចំនួនក្រោយពីមួយអាណត្តិទៅមួយអាណត្តិពីមួយចំនួនទៅមួយចំនួនដូចយើងមួយចំនួននៃអតីតនាយករដ្ឋមន្ត្រីពី93មក2023ហើយឥឡូវចំនួនថ្មីនៃបកកណ្ដាលអំណាចអ្នកបន្តវេនរបស់បកកណ្ដាលអំណាចហើយពួកខ្ញុំជាអ្នកចំនួនថ្មីនៃអ្នកប្រជាធិបតេយ្យអតីតអ្នកតស៊ូតាមជាដែរនឹងយើងនាំទៀតតាមគោលការណ៍ប្រជាធិបតេយ្យទៅគឺថាតើយើងត្រូវធ្វើយ៉ាងម៉េចយើងនៅរឹសអើងទៀតគ្រាន់ថាអ្នកនយោបាយជួបគ្នាអានេះលក់ក្បាលញុះញង់លៀបពោះឬក៏យើងធ្វើដូចនៅស៊ុយអែតយើងធ្វើដូចនៅតំបន់ Washington DC តើអ្នកតំណាងរាស្ត្រនៃបកប្រជាធិបតេយ្យអ្នកតំណាងរាស្ត្រនៃសាធារណរដ្ឋក្រោយពីម៉ោង5គេកាន់ដបស្រាក្រហមញ៉ាំយ៉ាងម៉េចគេគិតពីជាតិធំជាងនានាការបកធំជាងយកអរិភាពខ្មែរគ្នាឯងជាសត្រូវនៅប្រទេសស៊ុយអែតនាយករដ្ឋមន្ត្រីចេញពីធ្វើការម៉ោង5ជិះកង់គេទូរស័ព្ទហៅប្រធានសភានៃបកប្រឆាំងមកនិយាយម្សិលមិញដល់លុតឯនៅក្នុងសភាเป็นរឿងជាតិឥឡូវយើងជិះកង់ហាត់ប្រាណប្រគ្រោះគ្នាអំពីជាតិតែយើងបានធ្វើហើយឬនៅក្រៅពីលៀបពួរក្រៅពីអានឹងលក់ក្បាលហើយអានឹងយកលុយគេមកបើកបកហើយចាប់បើអត់លុយគណៈបកប្រជាជនវាងាប់ហើយបើកបកវាអត់បានទេហ្មងអានឹងយើងនិយាយបំពីបេះដូងដើម្បីជាតិបាទនេះដូចជាវែងទៀតលោកមួងណារ៉េតបាទ